ជីវិតការអត់ធ្មត់ឬការទ្រាំគឺជារឿងល្អប៉ុន្តែមិនមែនរាល់ការទ្រាំទាំងអស់សុទ្ធតែផ្ដល់ផលវិជ្ជមាននោះទេយើងអាចបែងចែកការទ្រាំជាពីរគឺការទ្រាំដែលត្រឹមត្រូវការអត់ធ្មត់ស្ថាបនានិងការទ្រាំដែលមិនត្រឹមត្រូវការទ្រាំដោយខ្វះការយល់ដឹងខាងក្រោមនេះជាការប្រៀបធៀបដើម្បីជួយឲ្យអ្នកងាយស្រួលពិចារណាផ្លែផ្កានៃការទ្រាំទាំងពីរប្រភេទលក្ខណៈវិនិច្ឆ័យការទ្រាំដែលត្រឹមត្រូវ right endurance គោលបំណងទ្រាំដើម្បីសម្រេចគោលដៅធំឬដើម្បីការលូតលាស់ការទ្រាំដែលមិនត្រឹមត្រូវ wrong endurance គោលបំណងទ្រាំព្រោះការភ័យខ្លាចអស់សង្ឃឹមឬគ្មានជម្រើសអារម្មណ៍ខាងក្នុងការទ្រាំដែលមិនត្រឹមត្រូវមានក្តីសង្ឃឹមមានថាមពលនិងដឹងថាខ្លួនឯងកំពុងធ្វើអ្វីការទ្រាំដែលមិនត្រឹមត្រូវ wrong endurance មានអារម្មណ៍ឈឺចាប់ហត់នឿយផ្លូវចិត្តដុនដាបនិងបាត់បង់តម្លៃខ្លួនឯងលទ្ធផលចុងក្រោយការទ្រាំដែលត្រឹមត្រូវទទួលបានជោគជ័យចំណេះដឹងនិងភាពរឹងមាំជាងមុនការទ្រាំដែលមិនត្រឹមត្រូវធ្លាក់ទឹកចិត្តខាតពេលវេលានិងបន្តរងគ្រោះដដែលផ្លូវពីរនៃការអត់ធ្មត់1ការទ្រាំដែលត្រឹមត្រូវអត់ធ្មត់ដើម្បីការលូតលាស់គឺជាការលះបង់ឬការស៊ូទ្រាំនឹងការលំបាកក្នុងរយៈពេលខ្លីឬមធ្យមដើម្បីទទួលបានផលប្រយោជន៍ដ៏ប្រសើរនៅថ្ងៃអនាគតទ្រាំនឹងការលំបាកក្នុងការងាររៀនសូត្រទ្រាំអត់ងងុយទ្រាំហត់នឿយដើម្បីក្រេបជញ្ជក់ចំណេះដឹងឬបង្កើតអាជីវកម្មទ្រាំនឹងសម្ពាធដើម្បីវិន័យខ្លួនឯងទ្រាំមិនញ៉ាំអាហារដែលមិនល្អដើម្បីសុខភាពឬទ្រាំសន្សំសំចៃដើម្បីអនាគតទ្រាំក្នុងទំនាក់ទំនងគឺការអត់ឱនចំពោះកំហុសឆ្គងបន្តិចបន្តួចឬការមិនយល់ចិត្តគ្នាបាត់ដោះអាសន្នដើម្បីរក្សាទំនាក់ទំនងវែងឆ្ងាយមិនមែនទ្រាំរងអំពើហិង្សាឡើយ2ការទ្រាំដែលមិនត្រឹមត្រូវការទ្រាំដែលបំផ្លាញខ្លួនឯងគឺជាការបណ្ដោយខ្លួនឲ្យស្ថិតក្នុងស្ថានភាពអវិជ្ជមានឬរងគ្រោះដោយមិនព្រមស្វែងរកផ្លូវចេញឬមិនព្រមផ្លាស់ប្ដូរទ្រាំនឹងការជិះជាន់ឬអំពើហិង្សាការទ្រាំរងសម្ពាធផ្លូវកាយនិងផ្លូវចិត្តពីអ្នកដទៃដៃគូមិត្តភក្តិឬមេការដោយសារតែខ្លាចការផ្លាស់ប្ដូរទ្រាំនៅក្នុងបរិស្ថានដែលគ្មានការរីកចម្រើនការនៅបន្តក្នុងកន្លែងការងារដែលបំផ្លាញសុខភាពផ្លូវចិត្តនិងមិនផ្ដល់តម្លៃឲ្យសមត្ថភាពរបស់អ្នកទ្រាំព្រោះតែមុខមាត់ឬសម្ពាធសង្គមការទ្រាំរស់ក្នុងជីវិតដែលមិនមែនជាខ្លួនឯងគ្រាន់តែដើម្បីតម្រូវចិត្តអ្នកដទៃចំណាំមុននឹងសម្រេចចិត្តទ្រាំលើរឿងអ្វីមួយចូលសួរខ្លួនឯងថាតើការទ្រាំនេះដើម្បីអ្វីធ្វើឲ្យខ្ញុំคล้ายជាមនុស្សល្អជាងមុននៅថ្ងៃស្អែកឬក៏កំពុងបំផ្លាញខ្ញុំបន្តិចម្ដងបើវាធ្វើឲ្យអ្នករីកចម្រើនវាជាការទ្រាំដ៏ត្រឹមត្រូវបើវាបំផ្លាញសុខភាពចិត្តនិងកាយរបស់អ្នកវាដល់ពេលដែលត្រូវរកផ្លូវផ្លាស់ប្ដូរហើយការទ្រាំដែលនាំទៅរកភាពជោគជ័យមិនមែនជាការទ្រាំដោយភាពទន់ជ្រាយឬការឈឺចាប់ការអង្គុយរងចាំប្រេងវាសនានោះទេប៉ុន្តែវាជាការអត់ធ្មត់ជាយុទ្ធសាស្ត្រឬហៅថាការតស៊ូព្យាយាមដោយមានគោលដៅច្បាស់លាស់ដើម្បីឲ្យការទ្រាំរបស់អ្នកคล้ายជាកាតាលីករនាំទៅរកជោគជ័យអ្នកត្រូវអនុវត្តតាមរបៀបនិងគោលការណ៍លម្អិតដូចខាងក្រោម1ទ្រាំដោយមានគោលដៅច្បាស់លាស់មុននឹងចាប់ផ្ដើមទ្រាំនឹងសម្ពាធអ្នកត្រូវដឹងឲ្យច្បាស់ថាតើអ្នកទ្រាំដើម្បីអ្វីដឹងពីផលលាភចុងក្រោយការទ្រាំដែលគ្មានគោលដៅរបៀបដូចជាការដើរក្នុងទីងងឹតផ្ទុយទៅវិញបើអ្នកដឹងថាការទ្រាំធ្វើការថែម៉ោងឬទ្រាំរៀនសូត្រទាំងហត់នឿយនៅថ្ងៃនេះគឺដើម្បីទទួលបានតំណែងខ្ពស់ឬដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួននៅថ្ងៃមុខនោះខួរក្បាលរបស់អ្នកនឹងបំលែងភាពហត់នឿយទៅជាថាមពលតស៊ូមើលឃើញរូបភាពធំមនុស្សជោគជ័យតែងសម្លឹងមើលលទ្ធផលរយៈពេលវែងជាជាងការចងចាំ
ភាពសុខស្រួលភ្លាមក្នុងពេលបច្ចុប្បន្ន 2. ទ្រាំដោយមានការអភិវឌ្ឍសមត្ថភាព active endurance ការទ្រាំដែលត្រឹមត្រូវមិនមែនជាការទ្រាំត្រឹងមួយកន្លែងឡើយ passive ប៉ុន្តែជាការទ្រាំទាំងមានសកម្មភាពរីកចម្រើន active រៀនសូត្រក្នុងពេលរងចាំប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពការងារឬមុខជំនួញដែលមិនទាន់រីកចម្រើនហើយអ្នកត្រូវបង្ខំចិត្តទ្រាំចូលប្រើពេលវេលានោះដើម្បីពង្រឹងសមត្ថភាពខ្លួនឯងរៀនជំនាញថ្មីរៀនអានសៀវភៅឬស្វែងយល់អំពីទីផ្សារតែត្រូវដុសខាត់កុំគ្រាន់តែទ្រាំតែត្រូវដុសខាត់នៅពេលដែលឱកាសល្អមកដល់មនុស្សដែលទ្រាំដោយការអភិវឌ្ឍខ្លួននឹងអាចចាប់យកឱកាសនោះបានភ្លាមព្រោះពួកគេបានត្រៀមខ្លួនរួចជាស្រេច 3. ទ្រាំដោយគ្រប់គ្រងអារម្មណ៍និងចិត្តគំនិតភាពជោគជ័យទាមទារឲ្យមានភាពឆ្លាតវៃខាងអារម្មណ៍ EQ ខ្ពស់ការទ្រាំដែលនាំទៅរកភាពជោគជ័យត្រូវឆ្លងកាត់ការគ្រប់គ្រងអារម្មណ៍3យ៉ាងទ្រាំនឹងការរិះគន់និងការមើលងាយផ្លូវទៅរកជោគជ័យតែងមានអ្នកនិយាយអវិជ្ជមានជុំវិញខ្លួនមនុស្សជោគជ័យជ្រើសរើសយកការស្ងៀមស្ងាត់និងទ្រាំស្ដាប់ដោយមិនបាច់តបដោយសម្ដីឡើយប៉ុន្តែពួកគេតបដោយលទ្ធផលនៃជោគជ័យទ្រាំនឹងភាពបរាជ័យបណ្ដោះអាសន្ននៅពេលធ្វើអ្វីមួយហើយមិនសមបំណងត្រូវទ្រាំនឹងអារម្មណ៍ខកចិត្តរួចក្រោកឈរវិញរកកំហុសដើម្បីកែប្រែឡើងវិញការទប់ស្កាត់ចំណងភ្លាមនេះជាចំណុចសំខាន់បំផុតគឺការទ្រាំមិនចាយវាយខ្ជះខ្ជាយដើម្បីសន្សំទុនការទ្រាំមិនដើរលេងសប្បាយដើម្បីយកពេលវេលាធ្វើការ 4. ទ្រាំដោយការបត់បែននិងកែច្នៃយុទ្ធសាស្ត្រការទ្រាំមិនមែនជាការឌឿនឬការរឹងរូសធ្វើរឿងដែលមិនដើរទៅមុខនោះទេដឹងពីភាពខុសគ្នារវាងទ្រាំនិងរឹងរូសប្រសិនបើវិធីសាស្ត្ររបស់អ្នកមិនទទួលបានផលជួយកែភាពបរាជ័យដដែលការទ្រាំធ្វើបែបដដែលនោះហៅថាភាពរឹងរូសងងឹតងងុលទ្រាំលើគោលដៅតែបត់បែនលើវិធីសាស្ត្រទោះបីជាជួបឧបសគ្គធំប៉ុណ្ណាក៏ដោយក៏មិនបោះបង់ចោលគោលដៅធំដែរប៉ុន្តែត្រូវចេះដូរវិធីដើរកែសម្រួលផែនការងារឬស្វែងរកដៃគូសហការថ្មី 5. ទ្រាំដោយការថែរក្សាសុខភាពកាយនិងចិត្តការទ្រាំដែលនាំទៅរកជោគជ័យត្រូវតែជាការទ្រាំដែលមាននិរន្តរភាព sustainable មិនមែនទ្រាំរហូតដល់ធ្លាក់ខ្លួនឈឺឬបាក់ទឹកចិត្តនោះទេដឹងពីដែនកំណត់ខ្លួនឯងត្រូវចេះបែងចែកពេលវេលាសម្រាកឲ្យបានសមរម្យការសម្រាកមិនមែនជាការបោះបង់ឡើយប៉ុន្តែវាជាការបញ្ចូលថាមពលដើម្បីអាចទ្រាំទៅមុខទៀតបានវែងឆ្ងាយបង្កើតរបាំងការពារផ្លូវចិត្តកុំផ្ទុកសម្ពាធឬភាពតានតឹងទុកតែម្នាក់ឯងត្រូវមានវិធីរំសាយ stress ដូចជាការធ្វើលំហាត់ប្រាណការធ្វើសមាធិឬការជជែកពិភាក្សាជាមួយមនុស្សដែលមានគំនិតវិជ្ជមាន